ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនាងខ្ញុំសុករិមសម្រាប់ថ្ងៃនេះដែរនាងខ្ញុំមានវីដេអូមួយមកបង្ហាញដល់បងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការចិញ្ចឹមមើលថែរក្សាសត្វនៅពេលដែលយើងចិញ្ចឹមសត្វមិនថាបងប្អូនចិញ្ចឹមសត្វប្រភេទអីទេបងប្អូនត្រូវតែមើលថែរក្សាឲ្យបានល្អអញ្ចឹងពេលខ្លះការចិញ្ចឹមមើលថែសត្វរបស់យើងមិនល្អដោយសារយើងអត់អាចមើលថែដិតដល់បានណាដូចជាពេលខ្លះគឺមានកត្តាជាច្រើនដែលធ្វើឲ្យយើងចិញ្ចឹមសត្វបានជោគជ័យអញ្ចឹងថ្ងៃនេះខ្ញុំរើសយកមកតែមួយចំណុចទេមកនិយាយអញ្ចឹងតើតង់ទៅនឹងការមើលថែរក្សាសត្វហ្នឹងគឺវាមានច្រើនអញ្ចឹងដូចជានៅពេលដែលយើងឲ្យចំណីសត្វនៅពេលដែលយើងឲ្យចំណីសត្វពេលខ្លះយើងឲ្យហើយយើងដើរចេញមួយណាត់តែជាធម្មតារាល់ពេលដែលខ្ញុំឲ្យចំណីសត្វដូចខ្ញុំឲ្យចំណីជ្រូកអីអញ្ចឹងគឺលក្ខណៈបែបថាយើងត្រូវឈរមើលវាសិនថាតើជ្រូករបស់យើងហ្នឹងវាស៊ីចំណីអត់ហើយវាស៊ីបានល្អអត់ហើយវាស៊ីដូចមុនអត់ឬក៏វាអត់សូវស៊ីចំណីចឹងណាព្រោះពេលខ្លះបើសិនជាយើងឲ្យចំណីហើយយើងដើរទៅធ្វើការងារផ្សេងតែយើងអត់សូវយកចិត្តទុកដាក់តាក់ទងនឹងការឲ្យចំណីសត្វអញ្ចឹងក៏ធ្វើឲ្យយើងភ្លាត់នៅពេលដែលសត្វឈឺដែរព្រោះពេលខ្លះសត្វមួយចំនួននៅពេលដែលឈឺគឺវានឹងបង្ហាញអាការៈនៅពេលដែលយើងនឹងឲ្យចំណីសត្វអញ្ចឹងយើងត្រូវសង្កេតមើលឲ្យបានល្អតាក់ទងនឹងការឲ្យចំណីសត្វអញ្ចឹងយើងមើលថាសត្វយើងវានៅស៊ីចំណីដូចដើមអត់ស៊ីចំណីល្អអត់អីអត់អញ្ចឹងវាមានបញ្ហាអីអត់អញ្ចឹងបើសិនជាយើងឃើញភ្លាមយើងត្រូវចាប់បំបែកហើយព្យាបាលភ្លាមតែម្ដងចាអរគុណ